បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះថ្ងៃទី29ខែមិថុនាឆ្នាំ2025ក្រុមការងារហាន់ចៃ9សោតជាពិសេសបុគ្គលិកផ្នែកភោជនីយដ្ឋានកំពុងរៀបចំតុអាហារដើម្បីទទួលស្វាគមន៍ភ្ញៀវកក់ចំនួន50នាក់ដូច្នេះបើសិនជាបងប្អូនឬភ្ញៀវកិត្តិយសទាំងអស់មានតម្រូវការចង់ធ្វើការកក់ម្ហូបទទួលទានអាហារថ្ងៃត្រង់បងប្អូនអាចធ្វើការទំនាក់ទំនងមកខាងយើងខ្ញុំបានហើយនៅទីនេះផងដែរយើងមានទទួលអាហារជាលក្ខណៈតុឬជាអាហារបែបជា buffet បាទដែលអាចទទួលភ្ញៀវរហូតដល់60នាក់បើសិនជាបងប្អូនមានតម្រូវការសូមធ្វើទំនាក់ទំនងតាមលេខទូរស័ព្ទដែលខ្ញុំនឹងដាក់នៅក្នុងខាងចុងវីដេអូនេះបាទសូមអរគុណ